បាទសូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃសារឡើងវិញបាទហើយថ្ងៃនេះយើងជួបនៅព័ត៌មានមួយដែលនៅក្នុងរដូវវស្សាហ្នឹងគឺសម្បូរទៅដោយទឹកជំនន់នៅតាមតំបន់ខេត្តមួយចំនួនគឺមានទឹកចំនួនចាប់ផ្ដើមលិចឡើងបាទដូច្នេះហើយកាលពីថ្មីហ្នឹងអឺគឺមានយុវជនយើងបានឆ្លងកាត់ទឹកហ្នឹងបណ្ដាលឲ្យទឹកគួចនឹងធ្លាក់ទៅប្លាយទៅបាទអញ្ចឹងយើងមកមើលប្រភពទាំងអស់គ្នាបាទឆ្លងទឹកស្ពានពេលកំពុងហូរខ្លាំងបានគួចទៅនៅកណ្ដាលទឹកអូរ៉ាល់បាទនៅខាងអូរ៉ាល់ខេត្តកំពង់ស្ពឺបាទដោយសារតែស្ថានភាពចំនួននៃទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឲ្យទឹកជន់លិចខ្លាំងនៅទំនប់ពាមពូលស្ថិតនៅក្នុងភូមិបេងឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026វេលាម៉ោង 12:50 នាទីនៅចំណុចទំនប់ទឹកពាមពូលកងកម្លាំងនគរបាលបានសហការជាមួយប្រជាការពារភូមិធ្វើឲ្យជួយអន្តរាគមន៍សង្គ្រោះនារីម្នាក់ឈ្មោះវឿនស្រីនិចភេទស្រីអាយុ19ឆ្នាំរស់នៅភូមិអួលឈើនាងឃុំសង្កែសាតប់ស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺជួបដោយសារពេលការឆ្លងទឹកចំពេលទឹកហូរខ្លាំងបណ្ដាលឲ្យគួចធ្លាក់ទៅលើមែកឈើស្របពេលមេឃកំពុងភ្លៀងខ្លាំងបាទស្ថានភាពទឹកមានការជន់ហក់ឡើងខ្លាំងភ្លាមមួយរំពេចបាទសំណាងល្អបងប្អូនដែលធ្លាក់ទៅនឹងមែកឈើបាទទៅកងកម្លាំងសមត្ថកិច្ចនគរបាលនៅប្រជាការពារភូមិនឹងក៏បានអនុវត្តចុះប្រតិបត្តិការជួយសង្គ្រោះបានយុវជនដែលបានធ្លាក់ទៅខាងទៅនឹងមែកឈើនឹងបានទាន់ពេលវេលាបាទហើយក្នុងរដូវនេះសូមបងប្អូនយុវជនយុវនារីដើរលេងប្រុងប្រយ័ត្ននៅទឹកបាទកុំសូវទៅលេងកន្លែងមានទឹកព្រោះថាអាចធ្វើឲ្យប៉ះពាល់ដល់គ្រោះថ្នាក់ដល់ជីវិតផងដែរបាទសូមអរគុណសូមបញ្ចប់ប៉ុណ្ណឹងព័ត៌មានប្រចាំថ្ងៃខ្ញុំបាទអរគុណជម្រាបលាបាទ